ជំរាបសួរប្រិយមិត្តជាទីមេត្រីជួបជាមួយនឹងខ្ញុំបាទអេដមីនមើលរឿងដែលយប់សម្រាប់ថ្ងៃនេះផងដែរខ្ញុំមិននាំអ្នកតគ្នាបន្តនៅរឿងកណ្ដាប់ដៃប្រហាមេបន្តទៀតអញ្ចឹងនឹងថានៅក្នុងភាគនេះល្អមកប៉ុណ្ណានោះកុំភ្លេចតាមបានជាមួយនឹងអេដមីនទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាមុនពេលដែលយើងចូលទៅទស្សនារឿងនេះខ្ញុំបាទអេដមីនមើលរឿងដែលយប់ក៏សូមអ្នកទាំងអស់គ្នាជួយធ្វើការ Subscribe មក Channel ខ្ញុំបាទព្រមទាំងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីមុនគេបងអស់នៅក្នុងពេលនេះបន្ទាប់ពីវូការរៀនធូរស្បើយបន្តិចហើយគាត់ក៏បានមកមើលការវឹកហាត់របស់កងទ័ពទាំងអស់ចៃដនក៏បានជួបនឹងនីធានក្នុងពេលនឹងទូប្រុសរបស់យើងក៏បានសួរសុខទុក្ខពីរឿងកងទ័ពទាំងអស់ថាយ៉ាងម៉េចទៅហើយដោយឃើញថាមានការខ្វះខាតមនុស្សជាច្រើននៅក្នុងនោះវូកាងក៏បានសួរទៅកាន់នីធានថាខ្ញុំមើលទៅកងទ័ពទាំងអស់មិនទាន់គ្រប់គ្រាន់នៅឡើយនោះទេពួកយើងខ្វះមនុស្សច្រើនណាស់វូកាងក៏បានសួរពីរឿងអាកតដំបងយ៉ានូនថាហេតុអ្វីបានជាលោកមិនហៅគេឲ្យចូលរួមជាមួយនឹងយើងនីធានក៏តបទៅវិញដែរថាមនុស្សដូចជាគេមិនងាយចោះចូលជាមួយនឹងអ្នកណានោះទេតាំងពីបងប្រុសរបស់ខ្ញុំស្លាប់បាត់ទៅគេក៏បានបែងចែកទឹកដីមួយនេះហើយកូនតោខ្លះក៏រត់ទៅបម្រើគេអស់ដែរនីធានក៏បាននិយាយបន្ថែមទៀតថាកាលពីដើមមកបងប្រុសរបស់ខ្ញុំក៏មានតែសមត្ថភាពនិងវិជ្ជាគុណដែលចង់ឲ្យពួកគេចោះចូលជាមួយនឹងគាត់ធានកុងក៏បានប្រយុទ្ធគ្នាមួយស្មើជាមួយនឹងគេរហូតបានជ័យជំនះនីធានក៏បាននិយាយពីរឿងដែលបានកើតឡើងកាលពីមុនដែលទាំងអស់វូកានក៏ធ្លាប់បានមើលឃើញរួចបាត់ទៅហើយចំណែកចូលមកបច្ចុប្បន្ននេះវិញបើចង់ឲ្យគាត់ដំបងយ៉ានេះចូលជាមួយនឹងយើងប្រកាសជាកិច្ចមិនផុតពីសង្គ្រាមមួយទេវូកាងក៏បានសួរពីរឿងកូនសម្ព័ន្ធស៊ីយ៉ិនដែលហៅថាចង់យកឈ្នះជាមួយនឹងអាណាចក្រអមតៈនោះមានតែផ្លូវរួបរวมគ្នាតែប៉ុណ្ណោះប៉ុន្តែនីធានបានប្រកាសថាកូនសម្ព័ន្ធស៊ីយ៉ិនគឺជាមនុស្សមកពីអាណាចក្រអមតៈយើងមិនអាចទុកចិត្តពួកគេបាននោះទេវូកាងក៏ព្យាយាមពន្យល់ពីជំហររបស់កូនសម្ព័ន្ធស៊ីយ៉ិនថាពួកគេក៏ត្រូវអាណាចក្រអមតៈធ្វើបាបដូចគ្នាប៉ុន្តែនីធានក៏នៅតែបដិសេធមិនព្រមទទួលចោះចូលជាមួយនឹងកូនសម្ព័ន្ធស៊ីយ៉ិនជាដាច់ខាតត្បិតថាពួកគេបានបំបាយចេញពីអាណាចក្រអមតៈពិតមែនប៉ុន្តែនិស្ស័យរបស់ពួកគេនៅតែជាមនុស្សរបស់អាណាចក្រអមតៈនិយាយចប់នីធានក៏បានដើរចេញបាត់ទៅមើលទៅរឿងបបិសាចជាមួយនឹងកូនសម្ព័ន្ធស៊ីយ៉ិនពិតជាមានអ្វីនៅពីក្រោយនេះមិនខានបានជាធ្វើឲ្យមេតបនីធានម្នាក់នេះស្អប់ពួកគេខ្លាំងដល់ថ្នាក់នេះបន្ទាប់ពីនឹងមកទៀតក៏ឃើញសេសាអាឡាងកំពុងអង្គុយលេងតែម្នាក់ឯងចៃដនក៏បានមើលឃើញនីធានពីចម្ងាយស្រីសាអាឡាងក៏បានដើរតាមគេរហូតមកដល់បន្ទប់សាក់នៅរបស់គ្រូពេទ្យប្រចាំបបិសាចនេះដល់ពេលម្ដងក៏ឃើញថានីធានក៏បានចូលទៅជួបលោកគ្រូពេទ្យមនុស្សនោះដើម្បីមើលជំងឺរបស់គាត់តាមពិតមេតបនៅនេះនៅមិនទាន់ជាសះស្បើយពីបណ្ដាសាថ្មនោះទេលោកគ្រូពេទ្យក៏បានប្រើមកជួលចាក់ចូលទៅក្នុងស្បែករបស់គាត់ដើម្បីបំបត្តិការឈឺចាប់ត្បិតថាដួងកែវភ្លើងមួយនោះអាចជួយឲ្យទឹកដីនេះរួចផុតពីយ័ន្តឃុំឃាំងរបស់ហៃឡុងបានពិតមែនហើយក៏បានឲ្យអ្នកខ្លះរួចផុតពីបណ្ដាសាថ្មផងដែរប៉ុន្តែមិនប្រកាសថាវានឹងថិតថេរនោះទេលោកគ្រូពេទ្យក៏បានឲ្យនីធានដោះរបាំងមុខចេញដើម្បីមើលថាមុខរបួសនៅលើមុខរបស់គាត់មានប្រតិកម្មដែរឬអត់លោកគ្រូពេទ្យម៉ែនេះក៏បាននិយាយប្រាប់នីធានទៀតថាតាមរយៈរបួសរបស់លោកជាមួយនឹងធម្មពលដួងកែវថ្ងៃមុននោះវាគ្រាន់តែអាចទប់ទល់បានមួយរយៈតែប៉ុណ្ណោះហើយបើលោកនៅតែចង់ទៅប្រយុទ្ធទៀតខ្ញុំគិតថាពួកយើងប្រកាសជាចាញ់មិនខានមើលទៅនីធានគុំតែមានវិជាគុណខ្លាំងនោះទេកុំអីប្រហែលទៅជាថ្មបាត់ទៅហើយស្រីសាអាឡាងក៏បានស្ដាប់ឮរឿងទាំងអស់នៅក្នុងពេលនឹងក៏ស្រាប់តែកំបិតរបស់សៀវហ្វឹងហោះមកចាក់នាងពីក្រោយប៉ុន្តែវាមិនបានសម្រេចនោះទេរួចក៏ព្យាយាមហោះដេញតាមចាក់នាងរហូតមិនបានប្រមាណពួកគេក៏បានមកប៉ះសម្ដីគ្នាសៀវហ្វឹងក៏បាននិយាយថាហេតុអ្វីបានជានាងហ៊ានលួចស្ដាប់មេតបរបស់យើងនិយាយគ្នាហើយតាមពិតនាងគឺជាមនុស្សមកពីអាណាចក្រអមតៈតាដោយមិនស្ដាប់ការបកស្រាយរបស់អាឡានពួកគេទាំងពីរនាក់ក៏បានបញ្ចេញធម្មពលរៀងៗខ្លួនរហូតធ្វើឲ្យសៀវហ្វឹងប្រើវិជាចាប់ដៃចាប់ជើងរបស់អាឡានជាប់ប៉ុន្តែនៅក្នុងពេលនឹងក៏ស្រាប់តែមានគេលួចឆ្មក់ចង់សម្លាប់អាឡានចោលតែម្ដងដោយគេនោះបានប្រើកូនចាក់ហោះមកជាច្រើនធ្វើឲ្យសេសាអាឡារបួសចៃដនគុំតែបាននីធានមកដល់ប្រើកំបិតរបស់គាត់កាត់ផ្ដាច់កូនចាក់ទាំងអស់នឹងជួយនាងទាំពេលវេលាកុំបីប្រកាសជាមានបញ្ហាមិនខាននីធានក៏ប្រញាប់នាំអាឡានត្រឡប់ទៅទឹកដីបិសាចវិញដើម្បីព្យាបាលមុខរបួសដល់ពេលមកដល់វិញលោកគ្រូពេទ្យក៏ព្យាយាមប្រើមកជួយសង្គ្រោះនាងរហូតរួចផុតជីវិតនេះបើសិនជានីធានទៅមិនទាន់នោះទេអាឡានអាចនឹងត្រូវកូនចាក់របស់គេសម្លាប់នាងចោលមិនខានលោកគ្រូពេទ្យក៏បាននិយាយថារបួសរបស់នាងវាមិនធ្ងន់ធ្ងរពេកនោះទេប៉ុន្តែយ៉ាងហោចណាស់ក៏ត្រូវការរយៈពេល7ថ្ងៃដើម្បីព្យាបាលដែរទើបនាងអាចជាសះស្បើយឡើងមកវិញនៅក្នុងពេលនឹងវូកាងក៏បានដើរមកដល់សួរពីអាការៈរបស់អាឡាននឹងចង់ដឹងពីមនុស្សដែលហ៊ានឆ្មក់ចង់សម្លាប់នាងចោលបែបនេះដល់ពេលឮនីធាននិយាយថាអ្នកដែលធ្វើរឿងទាំងអស់នេះគឺជាកូនចៅរបស់អាកតដំបងយៈឮចឹងទូប្រុសរបស់យើងក៏មិនដឹងនិយាយថាម៉េចរួចហើយគាត់ក៏បានហៅសៀវហ្វឹងនិងនីធានចេញមកនិយាយគ្នាវូកាងក៏បានស្ដីបន្ទោសទៅឲ្យសៀវហ្វឹងថាហេតុអ្វីបានជានាងចង់សម្លាប់អាឡានទៅវិញអាឡានគ្រាន់តែចង់ជួយពួកយើងតែប៉ុណ្ណោះសៀវហ្វឹងក៏បាននិយាយតបទៅវិញថាអាឡានបានព្យាយាមលួចស្ដាប់ពីរឿងរបស់មេតបខ្ញុំហើយណាមួយនាងគឺជាមនុស្សមកពីអាណាចក្រអមតៈដោយសារតែការប្រកែកគ្នាខ្លាំងពេកនីធានក៏បានប្រាប់ឲ្យសៀវហ្វឹងឈប់និយាយដើម្បីឲ្យគាត់ធ្វើការបកស្រាយជាមួយនឹងវូកាង
មេតបមីទៀងក៏បាននិយាយពីរឿងដែលបានកើតឡើងកាលពី10,000ឆ្នាំមុនថាអាណាចក្រអមតៈបានសម្លាប់ប្រជាជននិងដាក់ទោសមកលើទឹកដីបិសាចរបស់ពួកគេយ៉ាងធ្ងន់ធ្ងរខ្លាំងណាស់ដល់ពេលអញ្ចឹងក៏ធ្វើឲ្យពួកគេមិនអាចលើកលែងទោសឲ្យមនុស្សមកពីអាណាចក្រអមតៈបានដូចគ្នាចំណែកទូពលរបស់យើងក៏ដឹងពីមូលហេតុទាំងអស់នេះប៉ុន្តែរឿងដែលសំខាន់នោះគឺមកពីហៃឡុងទាំងអស់ហើយបើសិនជាទឹកដីទាំង3មិនព្រមរួបរวมគ្នាដើម្បីកម្ចាត់គេនោះទេវាមិនខុសអីក្រៅពីឈរមើលឲ្យគេសម្លាប់នោះឡើយហើយឡុងធម្មពលរបស់គេខ្លាំងគ្មាននរណាអាចយកឈ្នះគេបានទេវូកាងក៏នៅតែសង្ឃឹមថានីធានអាចនឹងដកចិត្តមួយផ្នែកឈប់គិតថាកូសម្ព័ន្ធស៊ីនយិនគឺជាមនុស្សអាក្រក់បន្តទៀតទៅព្រោះគាត់ហ៊ានធានាថាកូសម្ព័ន្ធស៊ីនយិនមិនមានគំនិតអាក្រក់ណាមួយមកលើទឹកដីប៉បិសាចនេះនោះទេឬបែបនេះនីធានក៏សន្យាជាមួយនឹងវូកាងថាចាប់ពីពេលនេះទៅកំបិតរបស់គាត់នឹងប្រហារតែហៃឡុងម្នាក់តែប៉ុណ្ណោះចំណែកការរួបរวมគ្នាគាត់នឹងមិនប៉ះពាល់ជាមួយនឹងកូសម្ព័ន្ធស៊ីនយិនទៀតនោះទេឃើញនេះឆ្នេះហើយវូកាងក៏ដើរចេញទៅនៅនិយាយប្រាប់គាត់ថានីធានទឹកដីបិសាចមួយនេះមានតែលោកម្នាក់តែប៉ុណ្ណោះដែលអាចគ្រប់គ្រងវាបានខ្ញុំសង្ឃឹមថាលោកនឹងដឹកនាំពួកគេទៅរកសេចក្តីសុខដោយរស់ក្រោមភាពការពិតដែលមិនមានការបោកប្រាស់ឬបែបនេះនីធានក៏កើតចិត្តឆ្ងល់ថាវូកាងដូចជាដឹងរឿងអ្វីមួយយ៉ាងទូពលរបស់យើងក៏មិនបានលាក់នោះដែរគាត់ក៏បាននិយាយប្រាប់ពីរឿងដែលគាត់ទៅភ្នូររបស់ធានកុងនឹងឆ្លងចូលពេលវេលាដែលពួកគេព្យាយាមកុហកប្រជាជនទាំងអស់អំពីរឿងផ្កា Flower of Dawn អញ្ចឹងហើយទើបគាត់សង្ឃឹមថានីធាននឹងដឹកនាំពួកគេទៅរកភាពស្មោះត្រង់ទើបប្រជាជនទាំងអស់គោរពនិងស្រឡាញ់ទឹកដីទាំង3ប្រកបជារួបរวมគ្នាតែមួយនិយាយចប់ហើយវូកាងក៏ដើរចេញបាត់ទៅងាកចូលមកខាងស៊ីនស៊ូគួយវិញម្ដងនៅក្នុងពេលនេះយើងក៏ឃើញថាស៊ូរីនៅមិនទាន់ទៅណានៅឡើយនោះទេស៊ូគួយក៏បានហៅគេមកជួបដើម្បីនិយាយពីរឿងរបស់នារីតកលីវជីនិងអកថៃជីថាពួកគេនោះកំពុងតែមានចិត្តវិវេចង់ចូលដៃជាមួយនឹងសានយ៉ែនហើយចឹងនាងក៏គិតថាស៊ូរីនឹងមិនធ្វើដូចពួកគេនោះទេតែក្មេងស៊ូរីម្នាក់នេះប៉ិនយល់ចិត្តមេរបស់គេខ្លាំងណាស់គេក៏បានពំនាំនៅវត្ថុមួយយ៉ាងដែលស៊ូគួយនឹកស្មានមកដល់ស៊ូរីបាននិយាយថានេះគឺជារុក្ខជាតិមួយយ៉ាងដែលបានមកពីទឹកដីរបស់សានយ៉ែនវាគឺជាផ្កាមួយយ៉ាងដែលអាចឲ្យមនុស្សកកត្រឹមតែរយៈពេលមួយប្រពេចផ្នែកតែប៉ុណ្ណោះស៊ូគួយក៏នឹកឃើញថាតាមពិតរុក្ខជាតិនេះសានយ៉ែនគឺជាអ្នកដើមតាដើម្បីដាក់ទោសទៅលើទឹកដីបិសាចកាលពី10,000ឆ្នាំមុនហើយពួកគេបើជាគិតថាផ្កានេះអាចដោះបណ្ដាសាបានទៅវិញពិតជាល្ងងមែនម្ដងនេះស៊ូគួយកំពុងតែកើតគំនិតដែលនឹកស្មានម្ដងទៀតហើយនាងក៏បានឆ្លងចូលទៅទឹកដីប៉បិសាចដើម្បីវង្វក់មនុស្សនៅក្នុងនោះដំបងស៊ូគួយក៏បានស្រែករកមនុស្សម្នាក់នៅលើទឹកដីមួយនោះបើសិនជាមាននរណាភ្ញាក់នាងនឹងយកអ្នកនោះមកតែម្ដងដល់ពេលឃើញអាគាត់ដែលធ្លាប់ព្យាយាមចង់សម្លាប់តួអង្គរបស់យើងស៊ូគួយក៏បានបញ្ចុះបញ្ចូលគេដោយឲ្យរុក្ខជាតិ Flower of Dawn ជារង្វាន់ហើយនិយាយប្រាប់គេថាឯងដឹងហើយថារុក្ខជាតិមួយនេះមនុស្សទាំងអស់កំពុងតែតាមរកវាហើយសារជាតិរបស់វាអាចជួយឯងបានគ្រាន់តែនិយាយប៉ុណ្ណឹងអាគាត់ម៉ែនោះក៏រត់ដាក់ចូលទៅមាត់មានន័យស៊ូគួយក៏ទះគេមួយកំភ្លៀងស្ទើរតែបាក់កស្លាប់ទៅហើយនាងក៏បានស្រែកកំហកថាឯងឈួតទេឬក៏យ៉ាងម៉េចរុក្ខជាតិមួយនេះបើឯងឆៃវាហើយតើមានទៀតដែរឬទេពិតជាល្ងងមែនយើងឲ្យឯងនេះដើម្បីយកទៅដាំវាហើយពេលណាដែលវាបានផលមនុស្សគ្រប់គ្នានឹងមកស្ដាប់បញ្ជារបស់ឯងព្រោះមានតែឯងម្នាក់តែប៉ុណ្ណោះដែលអាចព្យាបាលពួកគេបានត្រូវចាំសម្ដីយើងឲ្យច្បាស់យកវាទៅដាំទៅនោះឯងនឹងក្លាយទៅជាអ្នកដែលខ្លាំងជាងគេបំផុតចុងក្រោយស៊ូគួយក៏ប្រើយុទ្ធសាស្ត្រដាក់ឲ្យគេគិតថាគឺជាការយកសបិនតែនឹងទៅជាយ៉ាងណាទៀតនោះកុំភ្លេចចាំតាមដានជាមួយនឹង admin បន្តទៀតព្រោះមើលទៅរុក្ខជាតិមួយនេះធ្លាក់ចូលទៅដៃអាគាត់នេះបាត់ទៅហើយនឹងចំណែកឯខាងអាគាត់ដំបងយ៉ានេះវិញពេលដែលដឹងពីដំណឹងរបស់កូនចៅគេរាយការណ៍ថានីធានបានចូលដៃចូលជើងជាមួយនឹងមនុស្សមកពីអាណាចក្រអមតៈគេក៏កើតចិត្តក្តៅក្រហាយចង់ធ្វើការព្រួយរំលំមេតបនីធានយកតែម្ដងអាគាត់ដំបងយ៉ានេះគ្រប់តែធានកងម្នាក់តែប៉ុណ្ណោះគេគិតស្មានថាតាំងពីនីធានឡើងកាន់អំណាចមកប្រែប្រួលលែងគិតពីទឹកដីខ្លួនឯងថែមទាំងមានគំនិតចង់ក្បត់ដល់ចឹងក៏ធ្វើឲ្យគេឆេវឆាវកាន់តែខ្លាំងបន្ទាប់មកកូនចៅរបស់គេក៏បាននិយាយថាកូនតូចរបស់យើងទើបតែធូរស្បើយពីរបួសបើសិនជាលោកម្ចាស់ប្រយុទ្ធនៅក្នុងពេលនេះប្រកាសជាចាញ់គេមិនខានប៉ុន្តែដោយសារតែចិត្តកំពុងតែក្តៅផងនោះមិនគិតរឿងអ្វីច្រើននោះទេអាគុតដំបងយ៉ានីក៏បានលើកទ័ពសម្រុកចូលទៅទឹកដីរបស់នីធានយកតែម្ដងរីឯនីធានវិញកូនចៅរបស់គាត់ក៏បានមករាយការណ៍ថាកូនតូចរបស់អាកតដំបងយ៉ាចូលមកដល់ទឹកដីនេះហើយនីធានក៏បានឲ្យគេត្រៀមកូនតូចទាំងអស់ដើម្បីប្រយុទ្ធស៊ីលវឹងក៏ជិះនិយាយថាតែពួកយើងត្រូវប្រយុទ្ធគ្នាក៏ព្រោះតែនារីមកពីទឹកដីអាណាចក្រអមតៈនឹងមែននីធានបានត្រឹមតែនឹកឃើញពីសម្ដីរបស់វូកានថាបើសិនជាពួកយើងមិនរួបរวมគ្នាគិតតែប្រចាំងគ្នាទៅវិញទៅមកមានតែផ្លូវប្រឈមនឹងការស្លាប់របស់ហៃឡុងតែប៉ុណ្ណោះតែគាត់ក៏បាននិយាយដែរថាបើសិនជាពួកគេទាំងនោះមិនចង់រួបរวมគ្នាជាមួយនឹងយើងពួកយើងក៏គ្មានជំរឿដូចគ្នាមើលទៅទឹកដីមួយនេះជាមិនផុតពីការប្រឆាំងគ្នាទៅវិញទៅមកនោះទេមិនយូរប៉ុន្មានកូនតបនៅក្នុងប៉បិសាយទាំងអស់ក៏ចាប់ផ្ដើមត្រៀមខ្លួនដើម្បីប្រយុទ្ធវូកានក៏បានដើរចូលមកមើលរបួសរបស់អាឡានស្រីតាមដែលនេះគ្រាន់តែលឺសម្រាប់ជើងរបស់កងទាហាននាងក៏បានសួរទៅកាន់វូកានថាតើពេលនេះពួកទាហានទាំងអស់នាំគ្នាធ្វើដំណើរទៅណាខ្ញុំបានឮគេប្រកាសសង្គ្រាមតែនៅខាងក្រៅមានបញ្ហាអ្វីវិញទ
ទូពរបស់យើងក៏បានប្រាប់នៅរឿងរ៉ាវដែលអាកតដំបងយៈលើកតបចូលមកទីនេះដល់ពេលឡានលឺហើយនាងគិតថាគេមកទីនេះក៏ព្រោះតែនាងប្រើវិជាធម្មពលរបស់ខ្លួនធ្វើឲ្យពួកគេគិតថានាងគឺមកពីអាណាចក្រអមតៈដល់ពេលចឹងក៏ធ្វើឲ្យសេសាម្នាក់នេះងើបទៅខ្វាត់ពួកគេទាំងនោះកុំឲ្យប្រយុទ្ធគ្នាតែខ្លួនកំពុងតែមានរបួសនៅឡើយចំណែកវូកាំងក៏មិនដឹងថានិយាយដឹងមិនដូចគ្នាបើពួកគេទាំងអស់នេះចង់ប្រយុទ្ធគ្នាទៅហើយទូពលរបស់យើងក៏បានហាមប៉ាយខាយកុំឲ្យទៅណាឲ្យសោះព្រោះនៅខាងក្រៅកំពុងតែមានសង្គ្រាមមិនយូរប៉ុន្មានកូនទ័ពទាំងអស់ក៏បានមកជុំគ្នាមិនថានៅលើអាកាសឬក៏នៅលើដីតែសងខាងសិតតែមានដូចគ្នាមើលទៅកូនទ័ពរបស់អាកតដំបងយ៉ាងនេះលេងសើបានទេនេះគ្នារបស់គេច្រើនខ្លាំងណាស់មកលើកនេះគេចង់ផ្ដួលរំលំនីធានយកតែម្ដងអាកតដំបងយ៉ាងនេះក៏សែកទៅឲ្យនីធានថាត្បិតថាឯងបានជួយកូនស្រីរបស់យើងពិតមែនគុណរបស់ឯងក៏យើងមិនភ្លេចដែរប៉ុន្តែពេលនេះឯងប្រែក្លាយទៅជាជនក្បត់ជាតិមួយរូបព្យាយាមលាក់បាំងពួកយើងទាំងអស់គ្នាទៅចោះចូលជាមួយនឹងអាណាចក្រអមតៈឯងមិនគួរធ្វើជាមេដឹកនាំនៅលើទឹកដីនេះទៀតនោះទេឆាប់ទៅយកមនុស្សរបស់អាណាចក្រអមតៈចេញមកយើងនឹងប្រលេះសាច់របស់គេតបស្នងទៅអ្វីដែលពួកគេធ្វើបាបមកលើទឹកដីរបស់ពួកយើងនីធានក៏បានតបទៅវិញដូចគ្នាថាមិនថាគេមកពីអាណាចក្រអមតៈឬក៏យ៉ាងណានោះទេបើពួកគេស្ម័គ្រចិត្តចោះចូលរួមដៃគ្នាដើម្បីតតាំងជាមួយនឹងហៃឡុងខ្ញុំនឹងស្ម័គ្រចិត្តបដូរជីវិតជាមួយនឹងគេដរាបណាហៃឡុងនៅតែបន្តកាន់អំណាចមិនថាទឹកដីរបស់ពួកយើងឬក៏អ្នកណានោះទេគង់តែស្លាប់ដូចគ្នាតែបើសិនជាពួកយើងរួបរวมគ្នានោះពួកយើងប្រកាសជាមានសេរីភាពមិនខាននិយាយយ៉ាងណាក៏នៅតែមិនចូលទៅជារបស់អាកតដំបងយ៉ាងនេះសង្គ្រាមក៏ចាប់ផ្ដើមឡើងរវាងពួកគេទាំងពីរមនុស្សទាំងអស់ក៏បាននាំគ្នាទៅកាប់ចាក់គ្នាទៅវិញទៅមកពីម្នាក់ទៅម្នាក់លេងស្គាល់ថាខ្លួនឯងគឺជាមនុស្សមកពីទឹកដីណាគិតតែពីរឿងចាញ់ឈ្នះនីធានគាត់មិនអាចខ្វាត់នៅសង្គ្រាមមួយនេះបាននោះទេបានត្រឹមតែមើលហូរទឹកភ្នែកឃើញមនុស្សទាំងអស់នៅលើទឹកដីរបស់ខ្លួនកាប់ចាក់គ្នាទៅវិញទៅមកគ្មានថ្ងៃស្រាកស្រាមបែបនេះបើនិយាយពីបរមអ្នកដែលស៊ូគួយផ្ដល់រុក្ខជាតិឲ្យនេះវិញគេក៏គិតតែពីរឿងម្យ៉ាងថាគ្រប់គ្នានៅលើទឹកដីបិសាចមួយនេះនឹងគោរពគេដូចជាស្ដេចអញ្ចឹងព្រោះពេលនេះគេក៏បានរកឃើញរុក្ខជាតិ Flower of Dawn នៅក្នុងដៃរបស់គេបាត់ទៅហើយមិនយូរប៉ុន្មានអាកុបអ្នកនេះក៏បានយកវាទៅដាំធ្វើតាមសម្ដីរបស់ស៊ូគួយដោយដាក់វាដាំនៅលើដីដើម្បីបណ្ដុះផ្ការបស់វាឲ្យកាន់តែច្រើនទាំងមិនដឹងថារុក្ខជាតិមួយនេះបំផ្លាញមនុស្សយ៉ាងណាហើយមែនគ្រាន់តែដាក់វាដាំនៅលើដីមិនទាន់បាន5នាទីផងក៏ដុះឬចេញផ្កាភ្លាមយកតែម្ដងចំណែកអាកុបអ្នកនេះវិញមិនបាន2នាទីផងក៏ប្រែក្លាយទៅជាថ្មមួយរំពេចស៊ូគួយក៏បានប្រើកញ្ចក់ទឹករបស់គេឈរមើលទឹកដីមួយនេះពីចម្ងាយយ៉ាងសប្បាយចិត្តគ្មានអ្វីប្រៀបនាងក៏បានឲ្យស៊ូរីប្រើធម្មពលខ្ចប់ជូររបស់គេបកយកជាតិពលរុក្ខជាតិមួយនេះទៅចែកលើកងទ័ពដែលកំពុងប្រយុទ្ធគ្នាលើសមរភូមិចង់ឲ្យពួកគេទាំងអស់នោះកកស្លាប់យកតែម្ដងនេះបានចំជាគំនិតថោកទាបពិតមែនស៊ូគួយមហិច្ឆតារបស់គេកាន់តែអាក្រក់ទៅហើយឃើញចឹងនីធានក៏បានសេចប្រកាសឲ្យកងទ័ពទាំងអស់ដកថយនីធានព្យាយាមប្រាដារបស់គាត់ដើម្បីកាត់ផ្ដាច់ផ្សែងពលនោះដែរប៉ុន្តែអនុភាពរបស់វាខ្លាំងក្លាពេកសៀវហ្វឹងក៏បានបញ្ចេញធម្មពលរបស់នាងដើម្បីការពារមេទ័ពរបស់ខ្លួនរីឯគាត់ដំបងយៈនេះវិញត្រូវបានកូនចៅរបស់គេប្រើធម្មពលការពារដូចគ្នានីធានមិនអាចជួយមនុស្សទាំងអស់បានត្រឹមតែឈរមើលពួកគេកកស្លាប់ហើយអារម្មណ៍របស់គាត់នៅក្នុងពេលនោះគ្មានពាក្យអ្វីថ្លែងនោះទេមានតែការឈឺចាប់តែប៉ុណ្ណោះមិនយូរប៉ុន្មានទូពលរបស់យើងក៏បានប្រើធម្មពល Divine Power របស់គាត់បើនៅរបាំងការពារប្រជាជនទាំងអស់ហើយគាត់ក៏បានឲ្យមនុស្សទាំងអស់ចូលមកក្នុងរបាំងការពាររបស់គាត់នេះទៅនោះពួកគេនឹងរួចផុតជីវិតមនុស្សម្នាទាំងអស់មិនថាអាកតដំបងយៈនោះទេនាំគ្នាមករួបរวมគ្នាតែមួយបន្តិចក្រោយមកអាឡានក៏បានប្រើយុទ្ធសាស្ត្រមានបាយរបស់នាងបកយកជាតិពលទាំងអស់របស់ Flower of Dawn ចាក់ចេញពីទីនោះបាត់ទៅគ្រប់គ្នាក៏បានអរគុណទៅតួអង្គរបស់យើងទាំងពីរដែលបានប្រើធម្មពលរបស់គេជួយសង្គ្រោះមនុស្សម្នាទាំងអស់រឿងក៏មិនទាន់ចប់ស្រួលបួននោះដែរស៊ូគួយដែលបានឈរមើលពីចម្ងាយណែវិញនាងក៏កើតចិត្តក្តៅក្រហាយយកតែម្ដងនាងគិតថាបើសិនជាថ្ងៃដំបូងដឹងថាកូនស្រីរបស់ប្អូនស្រីខ្លួនមានសមត្ថភាពដល់ថ្នាក់នេះនាងមិនទុកឲ្យមានជីវិតរស់នៅនោះទេស៊ូរីគិតថាបើនៅតែអញ្ចឹងទៀតវូកានឹងប្រមូលផ្ដុំបាននៅអ្នកខ្លាំងទាំងអស់ដើម្បីមកតតាំងជាមួយនឹងអាណាចក្រអមតៈយើងហើយគេក៏នឹកឃើញចង់ទៅរាយការណ៍នៅរឿងទាំងអស់ទៅខាងលើប៉ុន្តែស៊ូគួយខ្វាត់ហើយនិយាយថានាងមានវិធីមួយទៀតធ្វើឲ្យពួកគេកាន់តែចលាចលនេះស៊ូគួយក៏បានអោយភ្លើងបន្ថែមទៀតឲ្យមើលទៅមិនយូរប៉ុន្មាននាងក៏ប្រើយុទ្ធសាស្ត្របាច់នៅរុក្ខជាតិ Flower of Dawn ជូនទៅឲ្យមនុស្សទាំងអស់ហើយថែមទាំងស្រែកនិយាយថាមនុស្សល្ងងដូចជាពួកឯងសំតែគេធ្វើបាបទេត្រូវមេដឹកនាំរបស់ខ្លួនកុហកពេញមួយជីវិតទៅហើយនៅមិនដឹងខ្លួនទៀតថ្ងៃនេះចាំមើលយើងបកអក្រានមេបាក់របស់ឯងម្ដងប៉ុន្តែយើងនឹងមានរង្វាន់ផ្ដល់ជូនពួកឯងផងដូចគ្នាមិនយូរប៉ុន្មានកំទេចរុក្ខជាតិ Flower of Dawn ក៏បានហោះធ្លាក់ចូលមកយ៉ាងច្រើនគ្រប់គ្នាគ្រាន់តែឃើញថានេះគឺជាផ្កាដែលពួកគេកំពុងតាមរកក៏ឈូឈរហក់ទៅចាប់នីធានបំរុងនឹងខ្វាត់ពួកគេដែរប៉ុន្តែយឺតពេលដល់ចឹងអ្នកដែលបានទៅប៉ះវាក៏ស្រាប់តែខ្លាយទៅជាថ្មភ្លាមស៊ូគួយក៏ឈរស្រែកមកយ៉ាងសប្បាយចិត្តថា
ពួកឯងពិតជាល្ងងមែន Flower of Dawn តាមពិតគឺជាបណ្ដាសារបស់ពួកឯងទៅវិញនោះទេមេតរពួកឯងនេះមានបាននិយាយប្រាប់ដែរឬអត់ម្ដងនេះស៊ូគួយចង់ដុតភ្លើងឲ្យពួកគេកាន់តែស្អប់គ្នាបន្ថែមទៀតហើយយ៉ាងណាទីនោះកុំភ្លេចតាមបានជាមួយនឹង admin នៅភាពបន្តទៀតណាអរគុណសម្រាប់ការតាមដានរឿងនេះពីដើមដល់ចប់ខ្ញុំបាទ admin មើលរឿងដែលជប់ក៏សូមគ្រប់លាអ្នកនរគ្នាត្រឹមប៉ុណ្្នេះសិនជួបគ្នានៅភាពបន្តទៀត